ថៃបានបាញ់ប្រជាពលរដ្ឋខ្មែររំលោភនារីស្ត្រីខ្មែរបាញ់មកប្រជាពលរដ្ឋស្លូតត្រង់ទម្លាក់គ្រាប់បែកគីមីទម្លាក់គ្រាប់បែកចកោមបាញ់វត្តអារាមបាញ់ប្រាសាទព្រះវិហាររាប់ម្ដងឥឡូវយើងមើលការទូខុសត្រូវមានអីខ្លះផ្អែកតាមច្បាប់អន្តរជាតិយើងអាចញែកការទូខុសត្រូវជា2ទី1ការទូខុសត្រូវជាកម្រិតបុគ្គលមួយទៀតការទទួលខុសត្រូវកម្រិតរដ្ឋបើយើងមើលការទូខុសត្រូវកម្រិតបុគ្គលវាជាការទូខុសត្រូវព្រហ្មទណ្ឌអន្តរជាតិដែលនៅក្នុងនឹងមានចែងនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមពាក់ព័ន្ធនឹងអ ក្រិតកម្មសង្គ្រាមមាត្រា8អ ក្រិតកម្មប្រឆាំងមនុស្សជាតិមាត្រា7ហើយក៏ដូចជាអ ក្រិតកម្មសង្គ្រាមដែលពាក់ព័ន្ធនឹងការចាប់ចំណាត់ខ្មាំងមាត្រា 8.2C3 ហើយការប្រើប្រាស់រំលោភសេពសន្តិវៈហើយការប្រឆាំងវាយប្រហារមកលើជនស៊ីវិលស្លូតត្រង់ហើយការទូខុសត្រូវហ្នឹងហេតុអីបានយើងហ៊ាននិយាយថាថៃគាត់ទូខុសត្រូវពីព្រោះថ្នាក់ដឹកនាំគាត់ទទួលខុសត្រូវនៅពេលកូនតាហ៊ានគាត់រំលោភនារីកម្ពុជាអត់មានឃើញចាប់ដាក់ទោសទេអាហ្នឹងវានាំឲ្យមានការទូខុសត្រូវទី2ពាក់ព័ន្ធនឹងការទទួលខុសត្រូវជាលក្ខណៈអន្តរជាតិរបស់រដ្ឋនៅក្នុងច្បាប់អន្តរជាតិយើងមានច្បាប់មួយគេហៅថា Article on State Responsibility for Internationally Wrongful Act ដែលជាច្បាប់ដែលកំណត់អំពីការទទួលខុសត្រូវរបស់រដ្ឋពាក់ព័ន្ធនឹងការបំពានកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនអញ្ចឹងក្នុងច្បាប់នេះគេបានកំណត់ថារដ្ឋកាលណាមានការបំពានចាំបាច់ត្រូវតែបញ្ឈប់ការបំពានមាត្រា30មួយទៀតគឺត្រូវសងសំណងឬក៏ត្រូវរៀបចំស្ថានភាពហ្នឹងឲ្យដូចដើមឡើងវិញហ្នឹងគឺមាត្រា31ដល់34ហើយហេតុអីបានយើងតែថៃគាត់ទូខុសត្រូវទាំងអស់ជាទូទៅនៅក្នុងមាត្រា4 7ហើយ11នៃ Article on State Responsibility នេះសកម្មភាពរបស់មេតាហានម្នាក់ហ្នឹងមិនមែនចាំបាច់ដល់តែចេញសភាឬក៏នាយករដ្ឋមន្ត្រីប៉ុន្តែសកម្មភាពរបស់បានន័យថាអង្គភាពចំណោះឬក៏អង្គភាពរបស់រដ្ឋឬក៏មន្ត្រីរបស់រដ្ឋហ្នឹងគាត់ធ្វើអីក៏វាជារួមចំណែកឲ្យនាំឲ្យមានការទូខុសត្រូវរបស់រដ្ឋទាំងមូលដែរអញ្ចឹងនៅពេលដែលយើងអាចថា report ព័ត៌មានឬក៏យើងទាមទារឲ្យមានការទូខុសត្រូវជាជាងនិយាយថាមេតាហាននេះទូខុសត្រូវមេក្រសួងនេះគាត់ទូខុសត្រូវរបស់ថៃសុខចិត្តយើងអាចនិយាយថាថៃទាំងមូលហ្មងកុំឲ្យគាត់យល់លេសថាតាហាននេះនិយាយត្រូវទេតបមកខាងការបរទេសមកកែវិញអញ្ចឹងវាទៅជា conflict នេះសុខចិត្តយើងចាប់ប្រទេសទាំងមូលឲ្យទូខុសត្រូវមកឥឡូវយើងឃើញថាយើងមានការទូខុសត្រូវរបស់ថៃវាអាចមាន2លក្ខណៈបុគ្គលជាមួយនឹងលក្ខណៈប្រទេសជារដ្ឋឥឡូវយើងសួរថាឥឡូវយើងទៅស្ថាប័នណាដើម្បីឲ្យគាត់ទទួលខុសត្រូវបានអញ្ចឹងឥឡូវយើងអាចមើលពាក់ព័ន្ធនឹងរឿងការទូខុសត្រូវលក្ខណៈបុគ្គលយើងអាចមើលគឺកម្ពុជាអាចប្រើប្រាស់យន្តការតុលាការព្រហ្មទណ្ឌអន្តរជាតិ International Criminal Court ពីព្រោះកម្ពុជាយើងជាភាគីទៅសន្ធិសញ្ញាទីក្រុងរ៉ូមសំណួរសួរឥឡូវបើថៃអត់មែនជាភាគីរបស់លក្ខន្តិកៈទីក្រុងរ៉ូមផងឥឡូវយើងទៅប្តឹងថៃមែនប្តឹងបានដោយសារការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះបើភាគីម្ខាងទៀតគាត់អត់មែនជាភាគីទៅលក្ខន្តិកៈទីក្រុងរ៉ូមកម្ពុជានៅតែអាចប្តឹងបានក្រោមមូលហេតុអ្វីដែលបានកើតឡើងហ្នឹងព្រឹត្តិការណ៍ដែលបានកើតឡើងបាត់ល្មើសហ្នឹងគឺកើតឡើងទៅលើទឹកដីកម្ពុជាទី2ជនរងគ្រោះជាជនជាតិកម្ពុជាអញ្ចឹងផ្អែកតាមលក្ខន្តិកៈទីក្រុងរ៉ូមគឺគេអនុញ្ញាតឲ្យយើងអាចប្តឹងបានដោយផ្អែកទៅលើយុត្តាធិការដែនដីហើយនឹងជនជាតិរបស់កម្ពុជាយើងទី1ពាក់ព័ន្ធនឹងរឿង jurisdiction ទី2សំណួរសួរថាតើរឿងយើងពាក់ព័ន្ធនឹង admissibility តើរឿងនៅកម្ពុជាយើងអាចទំហំនឹងវាធំអត់ដើម្បីទៅប្តឹងដល់តុលាការយុត្តិធម៌អន្តរជាតិព្រោះតុលាការយុត្តិធម៌អន្តរជាតិមិនចេះទៅទទួលរឿងខ្លះវា
việc khó mấy vấn đề về tụi những cái ở tụi này nó người ta động tới ban cầm nọt cho bà thà riêng nó vẽ con đường gravity ban đây ta tầm hôm này chơi sạ cam bạn là mới nó về thời ta thông đã nó mọi miền ca vô cho tục đã vi giả của mình đã chết nhưng ở đây dân xưa thà riêng dân thông bà tam ca sắc xa mơ tới sự than là hiệp dân ba chục bón ai nâng đó là cầm rít người ta động bờ bỏ lại khăn từ cả tì krong rôm bàn của cana kia sắc xa tất tập hiệp tu tới cái sắc xa tất tập hiệp ruộng đam bay về phía từ lời than hiệp thôn ngô nơi riêng từ ở nắng chẳng đôi giờ sự cam hiệp để thấy ban thuê cái lò mau để ban hiệp rọp nắng trongสังเกตเคยท่าai miền là tập hiệp nắng đo cái hai là threshold gravity threshold nơi khung mét ra động bờ đá Campuchia ai pra pra dân là cá proton ăn đại chiết đậm bay cầm nót ở miền ca tu khẩu trái pi thằng được nằm bọt thấy từ lưới ca bằng piên lưới Campuchia dương Campuchia bờ rót hai nắng thì tăng vật ra về tạiกับพรพบโลกจิตดามยนต์การมวยtiếtแปะปอนหนึ่งเรื่องประเทศบอดไทยยังอายจะtừตลาดการยุทธอันดับจิตตลาดการยุทธอันดับจิตมัน ICJ เรื่องนี้เรื่องแปะปอนหนึ่งvề Việtพรมđáyยังtừ một đòn ấyนั่นจะเรื่องtrong mình xongเลิกมาViệt xa peนี้ยังอายตันใจcáiเรื่องปัญหาการละส่วนถ้าเลยbởiยังtừ ICJยังvôเรื่องไอ้ตัดดอกเรื่องคือเรื่องยังไอ้ดังสนาสมเอาเมียนกับ provisional measure บานในท่าวิธีการบรรดาซ้อนนั้นสมเอาแต่ละการจังวิธีการบรรดาซ้อนประกอบเอาประเทศไทยดอเล้งอย่างบริกองทัพอย่างดำใบรูปจุดสำนุสุดที่จุดไทยก็ท่าก็ตัวสกอลยุทธาธิการแต่ละการยุทธอันดับจิตปนใต้ในขนมแต่ไทยจะเพียกี้ในอนุสัญญาแสดงพิการประชังการจับจำนวนขมังให้เมื่อตรามุ้ยในขนมอนุสัญญานั้นบ้านกับนอท่ารอดกันในเมนวิทย์ไอชนะซ้อมกลายไปจอชาอัดถ่ายเนี่ยอัดดอกเลยอัดไอจังอันนั้นรอดกี่ไอดังไอซีเจดังใบซ้อมเอาจับไปเทียนกับบ้านจังในตรังนี้ถลอกเมียนเรื่องได้ไอซีเจจัง provisional measure โดยสนมเรื่อง US Iran case สนมเรื่องสหรัฐอเมริกUS Iran hostage case สนมเรื่องสหรัฐอเมริกจมวยนังอิหร่านเปะปอนนังการจับจนัดขมังจังแต่ละการก็ทลบจังจีซากรอมซาดิกาเป็นเทียนการประกอบเอาเมียนการดอกเล่นจนัดขมังแต่จนัดยังการไปเชี่ยอาจประยุทธ์การในบ้านที่ใบคือเปะปอนนังเรื่องแต่ไทยกับปงแต่เธอที่คือยังอาจเปะปอนนังเรื่องtừ UN ยังมีองค์กับเพียสำคัญที่มวยมหาสันบาล General Assembly ที่ปีเป็นปอนด์ Security Council ก็ลองมายังบานดักปราบปรามยุทธการนี้ได้ปันใต้สถานพิบอัตอนเฉินเนี่ยปันนั้นแล้วเรื่องต่างๆวิเฉินตื้อชี้จันทร์มวยได้ยังไอ้ก่อสร้างสนมไอ้กษัตริย์ดักจูนtừมหาสันบาลไปเจนสักได้สำรักหรือก็tới Security Council tới กรมปรึกษาองค์การกรมปรึกษาสันสกองค์การสหประชาชาติดับใบเจนจากได้สำหรับประกอบเอาไทยประชบรอสกรรมเพียบต่างๆนั้นให้มีสถานเพียบมวยที่ประธานเรื่องนั้นในแต่ประตูไทยอัดผมสดับอาชนาสมเอาเมียนกาดักเป็นในทางกองกำลังรักษาสันติสุขสันติเพียบเป็น peacekeeper โดยไปยังหลับเตอสุดดังหลับเตอเองนะchứ ai chỉ dân là ca năng mùi đại phổ rằng ấy dân miền dân là ca ASEAN dân miền ASEAN observer phần tay dân khơi nhá ASEAN observer có station là năng chọp tam và đảo prom đài mọi người phần tay bởi dân ai miền chỉ bừng rít vì sao là phép ai thà crop khan UN các bạn rồi crop khan ASEAN các bạn ai miền ca station chọp được tam cho nó sầm khăn chứ cứอัดจำไปเรื่องนึงการlà vừa rồi đó เรื่องการให้มันกอดตื่นปัจจัยbởi dân ai miền thà nè đểกอดnơi tam và đảo đầm bay cà phê món cứ anh nói về việc chia cà bạc cò เรื่องnhung trong ai vay này chỉ đạo chứ này chia cho nó để dân ai sắc xa mưa bật thèm đấy
មួយទៀតគឺយន្តការអាស៊ានអញ្ចឹងយន្តការអាស៊ានក្រៅពីយន្តការអាស៊ាននេះគឺយន្តការមួយទៀតដែលយើងអត់ទាន់បានអត់រងហើយយើងប្រើយន្តការតាមរយៈប្រធានអាស៊ានជាអ្នកសម្របសម្រួលប៉ុន្តែយើងអត់ទាន់បានប្រើយន្តការដោះស្រាយវិវាទរបស់អាស៊ានទេយន្តការដោះស្រាយវិវាទនៅអាស៊ានព្រោះនៅអាស៊ានមានឯកសារពីរសំខាន់ទី1ធម្មនុញ្ញរបស់អាស៊ានទី2មួយទៀតហ្នឹងគេហៅ Amity Treaty ហ្នឹង Amity Treaty of Cooperation ហ្នឹងជាសន្ធិសញ្ញាសហប្រតិបត្តិការរបស់សមាជិកអាស៊ាននិងប្រទេសដទៃទៀតអញ្ចឹងនៅក្នុង Treaty ហ្នឹងនៅក្នុងសន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅតំបន់អាស៊ីហ្នឹងគេមានចែងមួយថាគេអាចបង្កើតគេហៅ High Council ឧត្តមក្រុមប្រឹក្សាប្រទេសជាសមាជិកហ្នឹងអញ្ចឹងករណីបើយើងមានសំណុំរឿងដោះអត់ចេញហ្នឹងយើងអាចស្នើសុំឲ្យមានការបង្កើតឧត្តមក្រុមប្រឹក្សាមួយដែលមានសមាជិកពីបណ្ដាប្រទេសជាសមាជិកនៅក្នុងសន្ធិសញ្ញានឹងទាំងមូលដើម្បីធ្វើការដោះស្រាយហ្នឹងជាយន្តការមួយដែលដូចជាមិនទាន់បានប្រើប្រាស់នៅឡើយហើយក្រៅពីហ្នឹងក៏យើងមានយន្តការHuman Rights Council ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកន្លងមកយើងបានរាយការណ៍ភ្លាមដែលជាកិច្ចកត់ខំប្រឹងប្រែងច្រើនហើយយើងអាចផឹងជំរុញបន្ថែមទៅលើយន្តការនេះបន្ថែមដើម្បីបង្ហាញទៅដល់ពិភពលោកទាំងមូលអំពីការបំពានសិទ្ធិមនុស្សរបស់ប្រទេសថៃនេះជាយន្តការមួយសំខាន់ដែរដែលយើងអាចប្រើប្រាស់តាមរយៈយន្តការSpecial Rapporteur អាចឲ្យមានស្នើសុំឲ្យមាន Special Rapporteur មកត្រួតពិនិត្យប្រទេសថៃហើយមានការវាយតម្លៃជាប្រចាំ Universal Periodic Review នឹងផងដែរហើយក្រៅពីហ្នឹងក៏យើងមានយន្តការតាមសន្ធិសញ្ញាផ្សេងពួកប្រទេសថៃកម្ពុជាជាសមាជិកនៃសន្ធិសញ្ញាច្រើនដូចយើងឃើញថៃភាគច្រើនពាក់ព័ន្ធរឿងមីនគាត់ស្នើសុំទៅខាងពាក់ព័ន្ធនឹងOttawa Convention អញ្ចឹងគាត់ស្នើសុំទៅយន្តការនឹងច្រើនអញ្ចឹងយើងអាចប្រើប្រាស់យន្តការបែបនេះដែរដើម្បីនឹងឆ្លើយតបទៅនឹងអំពើបំពានរបស់ថៃជាចំណុចចុងក្រោយតើយើងគួរធ្វើអីតទៀតអ្វីដែលយើងគួរតែធ្វើបន្តគឺដូចខ្ញុំបានលើកឡើងពីខាងដើមគឺបន្តគ្រប់គ្រងបន្តជឿជាក់លើរាជរដ្ឋាភិបាលថ្នាក់ដឹកនាំហើយបន្តសាមគ្គីភាពហើយជំរុញឲ្យមានកំណើនបានខឿនការពារប្រទេសរបស់យើងដោយសម្ដេចតេជោលោកតែងតែបានលើកឡើងជាប្រចាំក្រៅពីនោះខ្ញុំសូមបញ្ជាក់បន្ថែមដើម្បីយើងអាចទៅប្រើប្រាស់យន្តការអន្តរជាតិសំខាន់បានសំខាន់គឺយើងត្រូវរៀបចំឯកសារច្បាស់លាស់អញ្ចឹងត្រូវកសាងផុសតាងគ្រប់ព្រឹត្តិការណ៍កើតឡើងយើងថតវីដេអូកត់លេខកត់មានផែនទីច្បាស់លាស់មានរូបភាពមានផុសតាងមានសាក្សីច្បាស់លាស់មែនតើដើម្បីជាមូលដ្ឋានរបស់យើងយកទៅយន្តការអន្តរជាតិព្រោះបើយើងប្រើប្រាស់យន្តការយោធាក៏យើងមិនខ្លាចដែរប៉ុន្តែវាអត់ចំណេញអញ្ចឹងមានតែយន្តការនេះទេដើម្បីអាចរក្សាឲ្យប្រទេសយើងបន្តអភិវឌ្ឍផងខណៈពេលដែលយើងអាចដោះស្រាយបញ្ហានេះហើយឲ្យថៃមានការទទួលខុសត្រូវមួយទៀតយើងចំណុចមួយទៀតដែលខ្ញុំគិតថាជាចំណុចថ្មីដែរគឺបើយើងចង់ឲ្យស្ថានភាពនេះចប់ដូចជាមិនព្រោះកើតឡើងចង់1000ឆ្នាំហើយ800ឆ្នាំហើយតាំងពី1400ឆ្នាំ1400មករហូតដល់ឥឡូវថៃនៅបន្តmentality ឈ្លានពាននិយមរបស់គាត់ហ្នឹង expansionist ហ្នឹងអញ្ចឹងបើយើងរំពឹងថាចប់រឿងនេះហើយនឹងអត់មានកើតឡើងទៀតដូចអត់ទេវានឹងទោះចប់រឿងនេះមួយប៉ុន្តែអាចនឹងកើតឡើងរឿងផ្សេងទៀតហើយជាពិសេសអញ្ចឹងហើយបានសម្ដេចដែលយកលោកដាក់ទស្សនៈវិញឆ្ងាយណាស់បើន័យថាចង់កសាងបន្តព្រំដែនហ្នឹងបោះបកគោឲ្យចប់បើនៅកុំឲ្យមានរឿងទៀតរឿងហ្នឹងគឺជាចក្ខុវិស័យវិញឆ្ងាយរបស់ថ្នាក់ដឹកនាំហើយបើយើងមើលខាងថៃក៏អត់ចង់ធ្វើបកគោព្រំដែនមួយយើងក៏ចង់វិទីរហូតអញ្ចឹងចំណុចនេះមានតែយើងទាំងអស់គ្នាត្រូវចាត់ទុកស្ថានភាពនេះជា new normal របស់យើងដោយយើងធ្លាប់ឮពាក្យហ្នឹងនៅ COVID អញ្ចឹងមានប្រកបដីភាពថ្មីអញ្ចឹងយើងអាចថាដោយសារស្ថានភាពនេះកើតឡើងវាបង្អាក់ការប្រកបរបរចិញ្ចឹមជីវិតការអភិវឌ្ឍការអប់រំការអភិវឌ្ឍប្រទេសអញ្ចឹងវាត្រូវដើរទន្ទឹមគ្នាហើយយើងត្រូវដោះស្រាយបញ្ហានោះពេលជាមួយគ្នាផងដែរហើយជាពិសេសនេះខ្ញុំយល់ឃើញថា
ចំណុចដែលសំខាន់ដែរហ្នឹងគឺចាំបាច់ត្រូវពន្លឿនសន្ទុះនៃការកែតម្រង់ដែរពីព្រោះការកែតម្រង់នេះវានឹងរួមចំណែកឲ្យយើងប្រស្របទៅនឹងស្ថានភាពបច្ចុប្បន្នស្របនឹងការឈ្លានពានហើយប្រភេទនៃការបំពេញថ្មីព្រោះដូចសង្គ្រាមថៃកំពុងធ្វើមួយយើងនេះជាយុទ្ធសាស្ត្រថ្មីសិបដែលធ្វើឡើងក្នុងសតវត្សទី21នេះហើយមានតែបន្តសាមគ្គីភាពនេះហើយមួយទៀតគឺព្យាយាមបានន័យថាឆ្លើយតបទៅនឹងអំពើរបស់ថៃហ្នឹងដោយសេចក្តីថ្លៃថ្នូរដោយច្បាប់ដោយការសាមគ្គីគ្នាហើយឲ្យតម្លៃគ្នាទៅវិញទៅមក